តើគ្នាថ្ងៃនេះយើងចាប់ដើមត Java ខ្ញុំបង្រៀនដល់គ្នាតែកន្លះម៉ោងទេខ្ញុំទុកកន្លះម៉ោងទៀតដើម្បីដល់គ្នាចាប់ដើមធ្វើរៀនសរសេរកូដខ្លះអំពីអីគេ Java តើណា JavaScript តើណាយល់អ្វីនិយាយអត់តែអ្នកនរគ្នាមិនធ្វើទេគឺអ្នកនរគ្នាអត់អីគេអត់ចេះទេអញ្ចឹងអ្នកនរគ្នាត្រូវចាំថាយើងបើកមេរៀនរបស់យើងកាលពីបន្តផ្ដើមមុនគឺយើងរៀនអំពី Introduction to JavaScript អ្នកនរគ្នាបានដឹងពីអ្វីដែលហៅថាអីគេ JavaScript តើ JavaScript មានសារៈប្រយោជន៍អីយល់ទេឥឡូវយើងចាប់ផ្ដើមចូលទៅសរសេរកូដរបស់វាអ្នកនរគ្នាត្រូវចាំថាខ្ញុំវាបានតែមួយ slide ទេយល់ទេអញ្ចឹងយើងរៀនអំពីការសរសេរកូដរបស់វាជំហានមុនដំបូងគេបំផុតខ្ញុំរៀនអ្នកនរគ្នាអំពី manipulating HTML element ពីតាម manipulating មានន័យធ្វើការ changing នៅអីគេ HTML ទីតម្លៃហើយនឹង insert តម្លៃចូលទៅក្នុងអីគេ HTML អីគេ element យល់ហើយទេខ្ញុំនឹងសរសេរ JavaScript ដើម្បីធ្វើការបូកដកបូកលេខមួយឲ្យអ្នកនរគ្នាមើលដល់ណាអូខេតោះចឹងចាប់ផ្ដើមចូលទៅក្នុងអីគេ browser ចូលតុងតុកមិនចូល browser ចូលទៅក្នុងអីគេ folder យើងហើយបន្តមកយើងចូលទៅក្នុង drive C ហើយយើង folder របស់យើងអ្នកនរនេះតែចាំពេលយើងសរសេរ JavaScript យើងអត់ត្រូវការមាន web server ទេដូច្នេះយើងមិនចាំបាច់ចូលក្នុង www យើងមិនចាំបាច់ start អីគេបាទដល់ទេយើងចូលទៅក្នុង folder របស់ខ្ញុំហើយខ្ញុំនឹងអីគេបង្កើត web page មួយឈ្មោះថា simple thing sam យល់ទេអូខេ sam.html តោះអូខេតោះមកខ្ញុំ right click យកពីអីគេ edit not paste តោះបន្តមកអ្នកនរគ្នាយើងត្រូវចាំយើងត្រូវការ HTML បិទ HTML body បិទអីគេ body ចេះបិទ body បន្តមកខ្ញុំនឹងប្រាប់អ្នកនរគ្នាពីវិធីសាស្ត្រមួយគឺយើងសរសេរ wow where you want បន្តមកយើងប្រើ input type ស្មើនឹងអីគេ type បន្តមកយើងដាក់អីគេname ឲ្យវាយល់ទេអត់យើងដាក់ name ឬបន្ទប់ដាក់ ID ឲ្យវាតោះទេបន្តមកខ្ញុំដាក់ថាអីគេ ID ដាក់ថា wow អីគេ one តើនេះអត់អូខេឬមួយក៏កំតត់ខ្ញុំដាក់ខ្ញុំធ្វើចេះវិញខ្ញុំដាក់នេះគឺ surname ក៏ surname ទេក៏ surname អត់ surname មកហៅតបកូលកន្លែងនេះដាក់ថាអីគេ អីគេ surname តើអត់បន្តមកខ្ញុំបិទនេះបន្តមកខ្ញុំចាប់ដើម BR ចុះបន្តតើទេបន្តមកខ្ញុំដាក់ថា la អីគេsurname surname មិន family name អី first អីគេ first name ខ្មែរយើង first name ហើយ last អីគេ last name យល់ទេបន្តមកយើងចាប់ដើមដាក់អីគេនេះ input type ស្មើនឹងអីគេតែកន្លែងនេះត្រូវការដាក់ ID របស់វាយើងដាក់ខាងកន្លែងនេះខ្ញុំដាក់ first name កន្លែងនេះខ្ញុំដាក់ s name នេះខ្ញុំដាក់ l អីគេ name តោះមកខ្ញុំចាប់ដើមដាក់ b br តោះនេះហើយខ្ញុំដាក់អីគេកន្លែងនេះខ្ញុំដាក់អីគេអូខេ input type ស្មើនឹងអីគេតែមក button មួយដល់មកខ្ញុំដាក់ថា value find full name អូខេបបបិទខ្ញុំដាក់អីគេ br កន្លែងនេះខ្ញុំដាក់អីគេ full name ចុច2កន្លែងនេះប្រើអីគេ span ក៏ span អត់ក៏ span ទេគាត់ទេ span ទៅ div ចឹងគាត់ span វាអត់ចុះបន្តទេ div វាអីគេចុះបន្តយល់ទេខ្ញុំដាក់ id កន្លែងនេះខ្ញុំដាក់ថាអីគេ full អីគេ name តាមតោះមកខ្ញុំបិទវាតោះមកខ្ញុំបិទអីគេ span យើង save វាបន្តមកយើង run វាខ្ញុំសុំទោសខ្ញុំដាក់វា30ដែរច្រឡំអូខេយើងមាន first name ហើយនេះគេ last name ហើយចុចអីគេនេះវានឹងចេញ full name មកយើងអូយខ្ញុំធ្វើ JavaScript simple ដែរអ្នកមើលណាអូខេយល់គោលបំណងរបស់ខ្ញុំចង់ឲ្យអ្នកចេះទីតម្លៃចេញពី text box ហើយធ្វើការ changing កន្លែងនេះថែមឲ្យគេដាក់ឈ្មោះអ្នកនរគ្នាយល់អាហ្នឹងគេហៅថា manipulate បើ JavaScript អាចធ្វើការ changing នៅអីគេ website content បានទីតម្លៃហើយនឹង update អីគេតម្លៃលើ website យល់អ្វីខ្ញុំនិយាយអត់
nhưng thua đó nghĩa cái ta vì tiền bị gì kì à vì nếu như mà đặt này khai kì hàng này rồi lấy bộ mấy đến bộ cái phốt cái nhóm bị nó nghĩa là biết kì manipulate rồi lấy cái ta manipulate mà này khai mày JavaScript chỉ tu tới cứ cái tới bán cái private tập hợp tránh này kì HTML element tại miền sạpឧទាហរណ៍ដូច Facebook អីជាដើមអ្នកនរឃើញ Facebook អីជាដើមទេអីផ្សេងៗអ្នកនរវាយហើយចុចអីគេទេទៅវាធ្លាក់ទៅខាងក្រោមវា changing ឯងគឺគេប្រើអីគេ JavaScript ណោះបាទចឹងអ្នកនរទៅចាំដើម្បី changing ស្អីមួយដើម្បីទាញតម្លៃអីមួយដើម្បី update តម្លៃអីមួយនៅលើអីគេ website អ្នកនរគ្នាត្រូវមានអីគេ ID យល់ទេអញ្ចឹងអ្នកនរទៅចាំកន្លែងណាក៏ដោយតែអ្នកនរគ្នាចង់ទីតម្លៃចេញពីវាចង់ update តម្លៃទៅវាអ្នកនរគ្នាត្រូវតែអីគេ ID យល់ទេយល់អ្វីនិយាយយល់អត់ ID នេះអាចយកទៅប្រើមួយខ្លះក៏បានដែរដើម្បី style យល់ទេដល់ខ្លះឡើយនេះដើម្បីអីគេដៃគេ style អានេះប្រើបានជាមួយនឹងអីគេ JavaScript ផងប្រើមួយអីគេ CSS ផងយល់ទេចឹងឡើយដៃ full អីគេfull name អានេះជា page អីគេ ID ដាក់ត្រង់អីគេត្រង់ជើងកន្លែងនេះអីគេយើងដាក់អីគេfont អីគេfont size font size ទេណាយើងដាក់អីគេ100អីគេ pixel យល់អ្វីនិយាយអត់តោះមួយក៏ធំតែ30អីគេ pixel ឲ្យធំចឹងನಾವುអាចយកប្រើមួយ JavaScript ផងប្រើជាមួយនឹងអីគេ CSS ផងតោះយល់អ្វីនិយាយយល់អូខេហើយមួយទៀតអ្នកនរត្រូវចាំដើម្បី access វាអ្នកនរត្រូវប្រើ method មួយរបស់ JavaScript គឺ document.get អីគេ element by id document នេះបញ្ជាក់ថា website ហ្នឹងយល់ទេ get element by id បានន័យថាយើងទាញយក object ណាមួយទាញយក element ណាមួយដោយប្រើប្រាស់អីគេ id តោះនេះយល់អ្វីនិយាយអត់ហើយយើងអាចយកប្រើប្រាស់វាបានវាជា method មួយដើម្បីអ្នកនរ access id ផ្សេងយល់អ្វីនិយាយតោះខ្ញុំឧទាហរណ៍អ្នកនរមើលមួយនៅលើ website នេះអ្នកនរត្រូវចាំ website នេះគឺយើងសរសេរ JavaScript បងណាគ្លីកចឹងអ្នកនរមើលហើយនេះ H1 អានេះមិនជា JavaScript ទេអូខេអ្នកនរមើលអានេះគឺជា paragraph តើហើយខ្ញុំប្រើ ID ព្រោះខ្ញុំចង់ change តម្លៃវាយល់ទេខ្ញុំចង់ change តម្លៃវាខ្ញុំចង់ធ្វើការជាមួយវាខ្ញុំចង់ធ្វើការជាមួយ JavaScript ឡើយហ្នឹងបានខ្ញុំដាក់អីគេ ID យល់ទេចុះគ្រូរៀនពីមុនមកខ្ញុំមានដាក់ ID ខ្ញុំមានធ្វើការមួយ JavaScript ផងហើយខ្ញុំដាក់ ID នៅក្នុង class នៅក្នុងអីគេនេះ ID តោះព្រោះអាហ្នឹងយើងចង់ប្រើ CSS យល់ទេតោះកន្លែងនេះយើងចង់ប្រើ CSS ទេប៉ុន្តែយើងត្រូវដាក់វាដែរតែយើងចង់ប្រើជាមួយនឹងអីគេ JavaScript អ្នកនរទៅចាំ JavaScript គឺចាប់ផ្ដើមដោយអីគេ script ហើយនេះគឺ script បិទ script តោះហើយអ្នកនរទៅចាំ document ដល់អីគេ get element by id អក្សរតូចអក្សរធំប្រកាន់នៅក្នុង JavaScript ហើយយើងត្រូវចាស់ទាញយកណាធាតុណាធាតុ demo អានេះលើនេះតោះហើយហើយតមកដល់អីគេ inner.html បានតែតម្លៃរបស់វាយល់អ្វីនិយាយអត់យល់អានេះយើងទាញ object ទៅមូលមកប៉ុន្តែយើងចង់បានអីគេតម្លៃរបស់វាហើយតម្លៃរបស់វាមិនមែនទាញយកទេណាគឺយើងអីគេដូរតម្លៃរបស់វាយល់ទេអញ្ចឹងយើងបន្ទាប់ពី run web page ហ្នឹងតើវាចេញអីគេទី1គឺវាចេញអីគេ my first អីគេ web page ចុះទី2វាចេញអីគេវាអត់ចេញ my first paragraph ទេព្រោះវាអីគេអានេះវាចាប់ដើម run ចាប់យកតម្លៃរបស់វាយល់ទេចឹងវាចេញអីគេ JavaScript ចឹងនៅអង្គ changing តម្លៃឯងនៅលើ web page ដែលយើងប្រើប្រាស់អីគេ document.get អីគេ element អាហ្នឹងហៅថា manipulate អីគេ element តោះយល់អ្វីនេះទេតោះចឹងគោលបំណងរបស់ខ្ញុំគឺខ្ញុំយកអាពីរនេះផ្គុំបញ្ចូលគ្នាបង្កើតបានជាអីគេ full name បងប្អូនណាមើលឃើញទេតោះចុចប៊ូតុងទៅវានឹងចេញអីគេ full អីគេ full name ចឹងអ្នកនរត្រូវចាំខ្ញុំសរសេរជាលក្ខណៈ function អ្នកនរត្រូវចាំខ្ញុំសួរអានេះគេមានសរសេរជាលក្ខណៈ function ទេគេទេលក្ខណៈ function អត់ទេយល់ទេអញ្ចឹងដល់មកវាសរសេរមិនមែនជាលក្ខណៈ function ពេលវា run មកគឺ run មក
តែមកប៉ាំងសិនលោកថាហើយបានអីគេបានរ៉ាំយល់ហើយនិយាយអត់នេះយកទៅប៉ាំងសិនមករ៉ាំមកអីគេមកបងដល់ទៅកូនណាអូខេចឹងដល់នេះមើលខ្ញុំចាំដល់មកសេកូនអ្នកបងនេះសរសេរ JavaScript កន្លែងណាក៏បានដែរតោះនេះឲ្យនៅចន្លោះអីគេបាត់បើអីគេ script បាទចឹងដល់នេះចាប់ដល់ដាក់ script បាត់អីគេ script បន្តមកយើងបង្កើតតាំងសិននេះដាក់ថាមកអីគេអូខេយើងដាក់ថាអីគេពូអីគេពូណាតោះនេះយើងនឹងរៀននៅក្នុងនេះពីរបៀបបង្កើត function ទៅទៀតយល់ទេតែជពាក់ទៅ function នៅក្នុងជោគវត្តចាំឡានៅក្នុងចាំបានទៀតគឺអីគេអត់មានបាយ function មក function បានទៀតទៅក្នុងអូបនេះតោះណាហើយបានអត់អីទេបន្តមកអ្នកនរគ្នាចាប់ផ្ដើមបង្កើតនៅអីគេវ៉ាបង្កើត variable នៅក្នុង JavaScript ដាក់អីគេវ៉ាយល់ទេយើងបង្កើត var មួយឈ្មោះថាអល់អីគេអន់មកថាធ្វើអីគេ first name ចឹងយើងចង់ first name យើងចង់ទាញតម្លៃពីណាមកនេះគេពាក់នេះមកដល់អានេះដាក់ ID វាឈ្មោះអីគេ as name អញ្ចឹងបងប្អូនដល់គ្នាកន្លែងនេះវាយអីគេ document dot get element by គេ ID អត់តទៅអត់តសំប្រកាន់ដាក់មកយើងចង់ហៅមួយណាធ្វើអីគេ first name ដល់ទេយើងបិទមកបាត់អីគេអ្នកតើគ្នាត្រូវចាំថា dot value អ្នកនរត្រូវចាំថា dot inner HTML យើងប្រើបានតែមិនមែនពួក form យល់ទេអត់ពួក form យើងប្រើ dot អីគេ value ទាំងអស់យល់ហើយនិយាយអត់ឲ្យតែពួក form គឺយើងប្រើ dot value ប្រើពាក្យពួក form ដូចជាពួក paragraph ពួក icon ពួក table ពួកអីផ្សេងៗហ្នឹងគឺយើងប្រើអីគេ inner អីគេ HTML ពួកវានៅក្នុងអីគេ HTML វានៅក្នុងអីគេ container controller របស់ form ទេតើណាអូខេមួយទៀតយើងបង្កើតមួយទៀតគឺអីគេ like គេ last name យើងដាក់ document ទៅដែរ dot get អីគេ element by អីគេ ID កន្លែងនេះគឺអីគេ like គេ last name ដល់អីទៀត value បាទណាបន្តមកយើងចាប់ផ្ដើម update នេះយើងចាប់ផ្ដើមអីគេយកបញ្ចូលកន្លែងនេះតើតែយើងត string គ្នាយល់ទេ last name ហើយ full name បញ្ចូលគ្នាតើតោះយល់អត់យល់អញ្ចឹងដល់នេះត្រូវចាំដើម្បី update វាគឺយើងប្រើអីគេ document អាកន្លែងនេះគឺជា form ហ្មងកន្លែងនេះឃើញចង់ដាក់កន្លែងនេះក៏មិនមានតែអីអត់អត់ទេតាយើងចង់ដាក់តម្លៃវាតែយើងចង់ change តម្លៃរបស់វាពីតេទៅមានតែ full name នៅដល់នេះប្រើប្រាស់ JavaScript បានយល់ហើយញ៉េតោះបាទជឿដល់នេះទៅចង់អាស្រ័យទៅកាន់អានេះចោលអាស្រ័យទៅអានេះដល់នេះប្រើ document.get អីគេ element by គេ by get អីគេ element by គេ ID បន្ទាប់មកដល់នេះដាក់ថាម៉េចកន្លែងនេះគឺអីគេ full អីគេ full name នេះគឺ dot អីគេ dot value ឬ dot inner HTML ដល់inner អីគេ HTML ព្រោះហេតុអីព្រោះវាមិនអីគេ branch form inner HTML អ្នកនរត្រូវចាំទៅទាញតម្លៃវាក៏យើងប្រើហ្នឹងបញ្ចូលតម្លៃចូលវាក៏ប្រើដែរចឹងអានេះយើងដាក់បញ្ចូលតម្លៃវាយើងដាក់ញ៉ាំស្មើចេះយើងស្មើនៅអីគេ first name ត string សញ្ញាបូកដូច C បែបហ្នឹងយល់ទេដូចអីគេទេបូកត clear មកមួយបន្ទាប់មកអីគេ like អីគេ last name JavaScript គឺបញ្ចប់ដោយអីគេ semicolon បន្ទាប់មកបងប្អូនទាំងគ្នាធ្វើការ clear នៅអីគេអា text ខាងលើដល់យល់ទេអញ្ចឹងបងប្អូនទាំងគ្នាត្រូវដាក់អីគេ document .get អីគេ element by អីគេ ID full name កន្លែងនេះដល់អីគេ value ស្មើនឹងតទេបងយល់ហ៎យល់ទេយល់ទេsimple ផ្សេងណាទៀតទៅមានទេតោះ document
object អីគេ element by អីគេ id កន្លែងនេះគឺអីគេ like អីគេ last name ដល់អីគេ value ស្មើទេបងអ្នកបងនេះមើលអានេះ JavaScript តើចឹងយើង save វាបន្ទាប់មកយើង refresh បន្ទាប់មកយើង refresh ហើយអ្នកបងនេះមើលតើ UI paint so one អីគេ narrate យើងចុច full name វាដើរអត់ដើរទេយើងត្រូវចាំតែ function លុះត្រាតែយើងហៅបានវាអីគេធ្វើការបងឯងមិនដាក់ function ឯងលុប function ទេបានអារម្មណ៍វាដើរហ្មងយល់ទេអីគេយើងឲ្យវាដើរនៅពេលណានៅពេលដែលយើង click ប៊ូតុងមួយនេះទៅអត់ចាំមក click ប៊ូតុងនេះយើងនិយាយតាមមកប៊ូតុងនេះយកទៅការទីតម្លៃចុងឡើងមកវាទេចឹងបានខ្ញុំដាក់អីគេ ID វាទៅយល់ទេតោះណាអាណាខ្ញុំចង់អីគេទីតម្លៃចេញចូលវាចង់ manipulate មួយវាបើខ្ញុំដាក់អីគេ ID ចេញដាក់ on អីគេ on click even មានច្រើនណាប៊ូតុងមានច្រើនណាយល់ទេ on click មាន on អី on over ក៏មានដែរតោះណាចឹងយើងដាក់ឡើងនេះញ៉ាំស្មើយើងចង់ហៅ function របស់ JavaScript ងាយស្រួលបំផុតយើងដាក់អីគេ full name បាត់មកដែរនេះបងយើង save វាតោះមកយើងអីគេចាប់ដើម refresh ឡើងមកវិញចឹងដាក់ឡើងនេះគឺ hey តោះមកឡើងនេះគឺអីគេ subject បន្ទាប់មកចុច find full name ចេញឲ្យយើងនៅធំយល់ទេអាហ្នឹងគេហៅថារបៀប changing តម្លៃនៅលើ website ចឹង JavaScript អាច changing តម្លៃនៅលើ website របស់យើងទាំងអស់យល់ហើយនិយាយបងអូខេឥឡូវអ្នកនរគ្នាមុខរបរខ្ញុំអត់តដល់លឿនទេខ្ញុំចង់ឲ្យនេះស្ទងជាមួយនឹង JavaScript តោះណាអូខេយើងអាចដូចខ្ញុំនិយាយប្រាប់ចឹងយើងអាចយក function យកដាក់ដៃណាក៏បានដែរយើងអាចយក function ហ្នឹងយកទៅដាក់នៅលើអីគេ head តោះនេះយើងបិទអីគេ head ហើយយើងដាក់ហ្នឹងក៏បានដែរដើរបានដូចគ្នាតោះណាយល់ហើយនិយាយតោះអាហ្នឹងបន្តមកទៀតអ្នកនរគ្នាអាចអីគេអ្នកនរគ្នាអាចអីគេអាចយកទៅដាក់នៅក្រោមបានទេក្រោមហើយនេះក៏បានដែរឲ្យនៅចន្លោះអីគេ script បើអីគេបើ script ឬមួយក៏អ្នកនរគ្នាដាក់នេះក៏បានដែរយល់អត់អាហ្នឹងគេហៅថា internal អីគេ JavaScript យល់ហើយយល់ហើយនិយាយប៉ុន្តែបើសិនជាបងអូនអ្នកនរគ្នាបងអូនចង់យកទៅអីគេដាក់នៅលើអីគេហ្វាយមួយទៀតក៏បើវាញ៉ាំ JavaScript ច្រើនណាអញ្ចឹងដាក់លើ website មួយញ៉ៃឯងហើយយ៉ាងទៀតយើងចង់ហៅ function ហ្នឹងច្រើនពេកតែតែ page ហ្នឹងមួយដល់ page ផ្សេងៗនេះចង់ប្រើ function ដែរដល់ចេញទៅដាក់ file នេះនៅអីគេកដាលដល់នៅលើ file មួយចុះដល់អញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចដាក់វានៅលើ file មួយដែលមាន extension ដល់អីគេ JS នៅក្នុង folder អីគេ JavaScript របស់យើងខ្ញុំធ្លាប់មានមួយឲ្យយើងដែរអូខេយើង edit មកឲ្យខ្ញុំបន្ថែម function មួយទៀតយល់ទេហើយយើងលុបអីគេនិយាយពីយល់ទេយើងចង់ហៅអីក៏បានណាយល់ទេចង់ហៅអីក៏បានណាពីហ្នឹងយល់ទេអូខេយើង save មកបន្តមកយើងត្រូវការអីគេយើងត្រូវការអីគេយើងត្រូវហៅវាហៅដាក់កន្លែងណាក៏បានដែរប៉ុន្តែហៅយើងចូលចិត្តដាក់លើអីគេ head តោះទេហៅចូលចិត្តដាក់លើ head head នេះទៅដាក់ head នេះបិទ head ណាតាយរបស់យើងបិទ head មកនេះដាក់ head បិទអីគេបិទ head បន្តមកបងប្អូនអរគ្នាកន្លែងនេះកន្លែងយើងហៅវា script src ចេះក៏បានដែរមិនចាំបាច់ដាក់ file ក៏បានដែរយល់ទេ file នេះ optional ចឹងជា folder របស់យើង JavaScript ណាមិនមែនដាក់ត្រូវដាក់ JavaScript អញ្ចឹងទេណាអា folder ហ្នឹងឈ្មោះអីគេ JavaScript អានេះ my file អីគេ function ដល់អីគេ G អីគេ JS យកបាត់ script យល់ទេយើង save វាយល់ទេបន្តមកយើង refresh មកឲ្យដូចគ្នាបានអត់បានទេ alpha Celedo អូខេចឹងយើងដាក់មកអីមកចេញយើង right click យកពីអីគេ inspect element ព្រោះវាអត់សូវដែរគេ error យើងទេដល់ធ្វើម៉េចយើងអាចយកឃើញ error របស់អីគេ JavaScript យើងបានយើងចូល inspect element ចុចថតយើងចុចទៅមើលអីគេ console full name is not អីគេ define អូខេខ្ញុំដូចជាដាក់ត្រូវណា function មាន s ចុះរបស់យើងមាន s អត់
ốc em hả lục trâu nhớ thôi phải khơi cho nó lấy khơi những e đấy anh mưa nó không đằng bàn ok ok lấy những đạo bên một tiết mày lý nhớ lẽ mày lý tâm linh đó thì hả sao luôn à mày lý sao nè đó là đâu vô nữa mấy con này ai cả sơ vô cầm mà lan cho bạn này mấy con này mình phải thi một chút thật tại in lan cho bạn này đó mạch tê mơ thế chú cái cầm đó tế nó không đâu chú cả con nó bị tách mặt kia tê nó không ai vậy không nè ông bán đôi gì con nó bị tách á đôi con ta tầm tạ lên còn là đấy không có nhiều tê phăng sẽ là lên đó chứ như hay tê nó không năng các bạn ta nhưng mà khi ngọt khô chứ nào thế đó hello chúng taยัง replay mà thế nhưng mà cho anh xây Japan xong rồi xây ra gì thì xây mà chuông đâu năng các bạn này tay khăn thế nào xem mi kì mình có lòng còn ở đấy xong ở đây nó sẽ thuộc lại chân tay mũi đặt đây một được giống tên tên lượn còn đó ok chứ nó nói nếu phải chấm cho bạch tên hoặc đặt nhóm thế mẹ này mũi nữa mày lý ai đấy mày lý ai lọ màyខ្ញុំចង់ណាធ្វើដូច Facebook ខ្ញុំលេង I feel I miss you again so much ខ្ញុំចង់ again post ចេញមកចឹង Last night I dream of again of you post ទៀតបាទយកហើយនិយាយ